ការដែលយើងវាយកូនណាពេលកូននៅទូចបែបហ្នឹងណាវាអត់ដឹងខុសដឹងត្រូវគ្រាន់ធ្វើទង្វើនេះម៉ែវាយធ្វើអានោះអត់អីធ្វើអានេះម៉ែវាយអញ្ចឹងវាបង្កើតឲ្យកូននឹងមានសភាព stress ហើយអត់សុបាយចិត្តអត់អីទេឥឡូវខ្ញុំឧទាហរណ៍បងអត់ដែររៀនគណិតទេស្រាប់តែគេឲ្យបងទៅប្រឡងគណិតហើយគេអត់បរៀនសោះគេទៅដល់បងអង្គុយធ្វើគ្រាន់តែចាប់ទាញបិចគេឃើញខុសគេវាយឆ្វោកចាប់ទាញបិចឃើញខុសវាយឆ្វោកបងមានអារម្មណ៍មិនសុបាយចិត្តអត់ហើយបងចង់ទៅរៀនទៀតអត់គេដឹងតែខុសវាយបងមានអារម្មណ៍ថា stress បងជាមនុស្សធំដល់ពេលដែលបង stress បងអាចនិយាយបានបងអាចបងអាចនិយាយតំណែងប្រាប់គេបានចុះកូនក្មេងក្រោយ1ឆ្នាំ2ឆ្នាំសួរថាពេលវាមាន stress វាមានបញ្ហាពិបាកវាចេះនិយាយអត់វាចេះនិយាយទេពេលដែលវាកើតមកវាអត់ទាន់ដឹងស្អីខុសអត់ដឹងស្អីត្រូវទេអញ្ចឹងត្រូវការបងរៀនហើយការដែលយើងវាយកូននៅពេលដែលវានៅទូអញ្ចឹងណាពេលធំឡើងណាគឺកូននឹងភាកច្រើនអត់សូវមានទំនុកចិត្តតាមការស្រាវជ្រាវអត់សូវមានទំនុកចិត្តអៀនច្រើនមានភាពភ័យខ្លាចអត់សូវហ៊ានធ្វើអីច្រើនដែលខ្លាចធ្វើទៅខុស